ស្ដីអ្នកនរគ្នាបាទស្វាគមន៍មកកាន់ Channel Hainstorm ថ្ងៃនេះយើងនឹងមកនិយាយអំពីប្រធានបទមួយដែល player MLB ជាច្រើនកំពុងចាប់អារម្មណ៍ខ្លាំងនោះគឺជាការចេញ skin របស់ Fanny Legend Hero មួយនេះគឺជា Hero ដែលមាន skill ខ្ពស់បំផុតមួយក្នុង game ហើយការចេញ Legend skin របស់វាក៏ធ្វើឲ្យ community MLB មានការវិភាគសាច្រើនសំណួរមួយដែលមនុស្សជាច្រើនសួរគឺតើហេតុអ្វី MLB សម្រេចចិត្តចេញ skin Legend សម្រាប់ Fanny ថ្ងៃនេះយើងនឹងមកវិភាគជាមួយគ្នាចំណុចទី1 Fanny គឺជា hero ដែលមានការពេញនិយមជាខ្លាំងមុនដំបូងយើងត្រូវដឹងថា Fanny គឺជា hero ដែលមានប្រជាប្រិយភាពខ្លាំងក្នុង MLB តាំងពីដើមមក hero មួយនេះត្រូវបានគេកត់សម្គាល់ថាជា hero ដែលលេងពិបាកបំផុត player ដែលអាចលេង Fanny បានល្អតែងតែធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយសារតែ skill cable របស់វាដែលអាចហោះហើរទៅគ្រប់ទីកន្លែងក្នុង map ពេល player ម្នាក់ដៃ Fanny គាត់អាច carry team បានយ៉ាងល្អហើយដូច្នេះហើយ hero នេះមាន fan ច្រើនណាស់នៅក្នុង community MLBបាទចឹងចំណុចទី1នេះគេនិយាយតាក់ទងជាមួយនឹង Hero Fanny ចឹង Fanny គឺជា Hero ដែលមានប្រជាប្រិយភាពខ្លាំងមែនទែននៅក្នុង MLB ហើយក៏ជាប្រភេទ Hero មួយដែលពិបាកលេងខ្លាំងមែនទែនបាទសម្រាប់ player មួយចំនួនធំផងដែរចឹង player ម្នាក់ដែលលេង Fanny ល្អតែងតែធ្វើឲ្យមនុស្សជុំវិញខ្លួនមានការភ្ញាក់ផ្អើលនិងសរសើរទៅលើថ្វីដៃរបស់គាត់ចំណុចទី2 Legend Skin គឺសម្រាប់ Hero ដែលមានតម្លៃក្នុង game Mobile Legends Bang Bang Legend Skin គឺជា skin ដែលថ្លៃបំផុតមិនមែន Hero ទាំងអស់អាចមាន skin Legend បានទេតែ hero ដែលមាន skin Legend តែងតែជាប្រភេទ hero ដែលមានការគ្រប់គ្រងខ្លាំងនិងមាន history យូរ community ស្គាល់ច្រើនទើបអាចទទួលបាននៅ skin Legend នេះហើយជាហេតុផលដែល Fanny ត្រូវបានគេជ្រើសរើសជា skin Legend បាទចំណុចទី2នេះ Legend Skin នៅក្នុង game Mobile Legends ហ្នឹងមិនមែនចេះតែមាននោះទេបាទមុននឹងគេសម្រេចចិត្តយក hero ណាមកធ្វើជា skin Legend គេតែងតែកត់សម្គាល់ទៅលើភាពលេចធ្លោរបស់ hero ហ្នឹងហើយនឹងមានការពេញនិយមលេងខ្លាំងទៅលើ hero ប្រភេទហ្នឹងផងដែរចំណុចទី3 strategy របស់មុនធុនក្នុងការរកចំណូលបាទចំណុចទី3នេះគឺជា strategy របស់មុនធុននៅក្នុងការរកចំណូលពីប្រភព skin នីមួយៗអញ្ចឹងទៅមូលហេតុសំខាន់មួយទៀតគឺ strategy របស់ក្រុមហ៊ុនមុនធុន Legend Skin មិនអាចទិញដោយ Diamond ធម្មតាបានទេពីច្រើនអ្នកលេងត្រូវ spin នៅក្នុង Magic Well Event នោះមានន័យថាអ្នកលេងត្រូវចំណាយ Diamond ច្រើន player ខ្លះអាចចំណាយ$100ឬលើសពីនេះដើម្បីទទួលបាន skin Legend មួយបាទអញ្ចឹង skin Legend មិនមែនជាការទិញដែលប្រើពេកទេប៉ុន្តែវាជាការបង្វិលដើម្បីចាប់យក skin មួយហ្នឹងបាទអញ្ចឹង player ម្នាក់ខ្លះអាចចំណាយលុយ$100ឬក៏លើសពីហ្នឹងក៏ថាបានដែរនៅក្នុងការទទួលបាន skin Legend មួយដូច្នេះ skin Legend គឺជាវិធីសំខាន់មួយដែល MLB ប្រើដើម្បីរកចំណូលពីអ្នកលេងអញ្ចឹង skin Legend ហ្នឹងគឺជាវិធីសំខាន់មែនតើដែល MLB ក៏បានប្រើ strategy ខ្លាំងមែនតើដើម្បីរកចំណូលពីអ្នកលេងបាទចំណុចទី4បង្កើត hype នៅក្នុង community ពេល MLB ចេញ Legend Skin ថ្មី community នឹងមានសន្ទុះខ្លាំងstreamer, YouTuber, pro player នឹងចាប់ដើមធ្វើ content តាក់ទងទៅនឹង skin នេះមានអ្នកធ្វើ video review មានអ្នកធ្វើ gameplay មានអ្នកធ្វើ reaction វាធ្វើឲ្យ game មានការចាប់អារម្មណ៍ឡើងវិញបាទអញ្ចឹងចំណុចទី4នេះ MLB ចេញជាមួយនឹង skin ថ្មីហ្នឹងគឺធ្វើឲ្យសហគមន៍មានសន្ទុះខ្លាំងដើម្បីឲ្យ streamer, YouTuber, pro player គាត់ចាប់ដើមធ្វើ content តាក់ទងជាមួយនឹង skin នេះហើយវាធ្វើឲ្យ game មានការចាប់អារម្មណ៍ឡើងវិញផងដែរចំណុចទី5ធ្វើឲ្យ hero នេះត្រឡប់មកភាពលេចធ្លោវិញនៅពេល hero មួយទទួលបាន skin ថ្មី player ជាច្រើននឹងចាប់ផ្ដើមលេង hero នោះវិញដូច្នេះការចេញ Legend Skin Fanny ក៏អាចធ្វើឲ្យ hero នេះត្រឡប់មកភាពលេចធ្លោម្ដងទៀតក្នុង rank game ផងដែរបាទអញ្ចឹងចំណុចទី5នេះការចេញ Skin Legend Fanny ហ្នឹងបានធ្វើឲ្យ hero Fanny ហ្នឹងមានភាពលេចធ្លោមកវិញជាសារថ្មីនៅក្នុង rank game បាទសរុបមកហេតុផលដែល MLB ចេញ Legend Skin សម្រាប់ Fanny មានច្រើនដូចជា Fanny ជា hero ដែលមានសន្ទុះខ្លាំងLegend Skin គឺសម្រាប់ hero ដែលមានតម្លៃនៅក្នុង game វាជា strategy រកចំណូលរបស់មុនធូតបង្កើតសន្ទុះនៅក្នុង community ធ្វើឲ្យ hero នេះមាន trend ម្ដងទៀតហើយនេះគឺជាការវិភាគរបស់ខ្ញុំអំពីមូលហេតុដែល MLB ចេញ Legend Skin Fanny ចូលអ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នាគិតយ៉ាងដូចម្ដេចសូម comment នៅខាងក្រោមនេះផងបាទហើយកុំភ្លេចជួយចុច like share និង subscribe នៅ channel ខ្ញុំម្នាក់មួយផងដើម្បីគ្រប់គ្រង channel ខ្ញុំបន្តទៀតនិងទស្សនាវីដេអូថ្មីៗបន្តទៀតផងដែរបាទអញ្ចឹងសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ